ក្នុងវីដេអូមួយនេះគឺខ្ញុំបង្ហាញតាក់ទងជាមួយនឹងការតម្លើងនៅឬក៏ហៅ set up កម្មវិធីរបស់ iPhone ណាអញ្ចឹងនៅពេលដែលយើងទៅទិញទូរស័ព្ទមកទឹកគេតែងតែ error ទូរស័ព្ទរបស់យើងហើយអញ្ចឹងវាចេញលក្ខណៈបែបនេះអញ្ចឹងនៅពេលដែលយើងចង់តម្លើងវាពេលខ្លះយើងអត់ចេះតម្លើងក៏តម្លើងអត់ចេញដែរបាទអញ្ចឹងវីដេអូនេះគឺជាចំណេះដឹងមួយចែកជូនដល់បងប្អូនគ្នាអំពីនៃការ set up អឺកម្មវិធីក៏តម្លើងកម្មវិធីនឹងឡើងវិញតម្លើងគេហៅថាទាំងដូចយើងទៅទិញថ្មីអញ្ចឹងណាបាទអញ្ចឹងឥឡូវនេះនៅពេលដែលយើងទៅទិញសាប់មកទឹកគេតែងតែ error ទូរស័ព្ទរបស់យើងហើយអញ្ចឹងជាទូទៅវាចេញលក្ខណៈបែបនេះបាទចេញមកបែបផ្ទាំងបែបហ្នឹងហើយយើងចុចទៅមិនចូលដល់ចេញកម្មវិធីហ្មងទេគឺចេញលក្ខណៈបែបហ្នឹងអញ្ចឹងឥឡូវយើងមក set up ទាំងអស់គ្នាអញ្ចឹងដើម្បី set up បានគឺយើងចូលមកកន្លែងពាក្យថានេះយើងរើសភាសាសិនរើសអង់គ្លេសកន្លែងនេះវាអូតូដាក់ Cambodia យើងចូលពី Cambodia មកបាទមកដល់កន្លែងនេះយើងរើសណាមួយក៏បានដែរបាទអញ្ចឹងវាចេញអូតូបែបនេះយើងចុចតែ continue បានហើយបាទ continue មកដល់កន្លែងនេះគេដាក់ out without other device អញ្ចឹងកន្លែងហ្នឹងយើងចូលមកកន្លែងនេះមកបាទ other device ហ្នឹងមកហើយយើងទៅ select your Wi-Fi មកដល់កន្លែងនេះខ្ញុំបញ្ជាក់ផងដែរអ្នកនរគ្នាត្រូវមាន Wi-Fi ដើម្បីភ្ជាប់បាទខ្ញុំសូមភ្ជាប់បាទខ្ញុំភ្ជាប់ Wi-Fi ចូលមករងចាំតិចដើម្បីវា connect ចូលបាទបន្ទាប់ពី connect ចូលគេដាក់ថា is money check អាចថាអ្នកនរគ្នារងចាំប្រហែលជា1នាទីឬក៏ក្រោម1នាទីអ្នកនរគ្នាអត់យូរប៉ុន្មានទេកន្លែងនេះចាំតែបន្តិចទៅវាអាចនឹង load ចូលដល់ step បន្ទាប់ហើយបាទបន្ទាប់មកគឺនឹងចេញលក្ខណៈបែបនេះបាទអញ្ចឹងមកដល់កន្លែងនេះគឺយើងចេញពីថា commune បន្តទៀតមកបាទកន្លែងនេះសូមបញ្ជាក់ដែរអាយុតកតងមកអាយុអញ្ចឹងបើសិនជាយើងច្រឡំរើសអាយុ12ឬក៏17នេះគឺយើងមិនអាច set up ឬក៏ log in ជាមួយនឹង Google ឬsorry តកតងជាមួយនឹង App Store បាទ Apple ID ហ្នឹងគឺយើងមិនអាច log in ចូលបានទេដោយសារយើងរើសអាយុក្រៅ18ឆ្នាំអញ្ចឹងណាអញ្ចឹងកន្លែងនេះតាមខ្ញុំរើស18ឆ្នាំឡើងបាទមកដល់កន្លែងនេះគេសួរយើងថាចង់យើងចង់តម្លើងនៅ Touch ID ឲ្យអត់scan ដៃហ្នឹងណាបើមិននៅយើងដាក់យើងបាច់ continue ទេនៅជិះថា up letter នេះមកបាទ don't use មកដល់កន្លែងនេះគេសួរថាយើងចង់create earn iPhone passcode អត់បើនៅទេយើងចុចកន្លែងនេះមកបាទគេថា don't use passcode បាទនេះ passcode ទៀតមកដល់កន្លែងនេះសំខាន់ដែរមកបងប្អូនគ្នាអាចថាច្រឡំពេលខ្លះយើងចុចកន្លែងនេះចុចកន្លែងនេះក៏អត់ត្រូវដែរណាអ្នកគ្នាអញ្ចឹងអ្នកគ្នាជាទូទៅចុចកន្លែងហ្នឹងបាទនៅពេលដែលចុចកន្លែងហ្នឹងវាធ្វើឲ្យវា long អញ្ចឹងពេល long ដូចខ្ញុំហ៎អញ្ចឹងតម្រូវអ្នកគ្នាសម្គាល់នៅ function មួយបាទកុំអស់ចុចទៅចេះតែ load ទៅ load មកបាទវា load ឃើញទេនៅពេលខ្ញុំចុចខុសទៅវា load ទៅ load មកអញ្ចឹងបាទសាថ្មីមកទៅកន្លែងសាថ្មីបាទសាថ្មីអញ្ចឹងបញ្ជាក់នៅក្នុងប្លុកខាងលើនេះ1 2 3 4នេះគឺហាមប៉ះពាល់វានៅពេលដែលយើងប៉ះពាល់វាគឺ load វីដេអូថយក្រោយមកវិញអញ្ចឹងប៉ះពាល់វាលុះត្រាតែយើងចង់បញ្ចូលអីផ្សេងៗដូចជា from Mac to PC for Android អញ្ចឹងកន្លែងនេះយើងចុចពាក្យថា don't transfer earn pin ចុចយ៉ាងហ្នឹងមកបាទហើយដល់កន្លែងនេះគឺយើងនេះកន្លែងនេះគេថា forget password ឬ don't forget don't have earn account កន្លែងហ្នឹងណាចុចកន្លែងហ្នឹងមកបាទមកដល់កន្លែងនេះគេដាក់ថានេះ forget password create free Apple ID ចឹងអាហ្នឹងយើងកុំតន់គិតគូរវាកន្លែងហ្នឹងដើម្បីឲ្យវាចេញផ្ទាំងបានសិន set up later set interesting មកបាទ don't use បាទឃើញមកដល់ហើយហ៎ agree មកបាទរងចាំតិចមកបាទ continue រហូតមកបាទហើយរងចាំបន្តិចវាចូលដល់ផ្ទាំងឥឡូវហើយបាទ continue ទៀតបាច់ខ្វល់វាបាទចុចរហូតមកឃើញខៀវចុចរហូតមកហើយបែរងាយស្រួលវីដេអូហ្នឹងយើងលឿនតិចបាទយើងមកដល់ហើយ
អញ្ចឹងវីដេអូមួយនេះបើសិនជាយើងអត់ចេះក្នុងការតឡើងវាក៏មានពិបាកដែរវាអាចទៅវិលមកអញ្ចឹងណាហើយវាខាត់ពេលវេលាផងដែរអញ្ចឹងអូខេបានសម្រាប់ហើយអញ្ចឹងវីដេអូមួយនេះក៏អរគុណអ្នកនរគ្នាសម្រាប់ការតាមដានដែរយើងសង្ឃឹមថាយើងនឹងចែកជូនអ្វីថ្មីបន្តទៀតហើយសង្ឃឹមថាបងប្អូនគ្នានៅពេលដែលទិញទូរស័ព្ទមកទឹកនៅពេលដែលគេអេរ៉ាស់យើងធ្វើការតឡើងនៅខ្លួនឯងបានបាទកុំភ្លេចជួយ share វីដេអូនេះផងហើយជួយ like ជួយ subscribe បងបាទអរគុណ